vlog ថ្ងៃទី2នៅឯប្រទេសកូរ៉េថ្ងៃនេះគឺមិត្តភក្តិកូរ៉េខ្ញុំបាននាំទៅធួនៅទីក្រុងសេអ៊ុលពេញមួយថ្ងៃហ្មង vlog មួយនេះរៀងវែងតិចមែនប៉ុន្តែបងប្អូនមើលដល់ចប់ដូចបានទៅលេងកូរ៉េមួយខ្ញុំចឹងអញ្ចឹងបងប្អូនធៀមក្អីធៀមនំយកមកញ៉ាំឲ្យមក Good morning បងប្អូនថ្ងៃនេះសុំងើបរៀងលឿនតិចណាទៅបើចង់ងើបយឺតក៏ងើបកើតដែរព្រោះដោយសារតែនិយាយរំតែគេចាក់បាត់ចឹងរកព្រឹកមកបងប្អូនដើម្បីឲ្យសិស្សគេងើបហើយព្រឹកនេះវិញគឺមិត្តភក្តិកូរ៉េខ្ញុំបានមកយកខ្ញុំទៀតហើយថ្ងៃនេះមានអារម្មណ៍ថាភ័យអស់ព្រោះដោយសារតែដើរធួនៅសេអ៊ុលថ្ងៃនេះគឺអត់មានគ្រូទេបងប្អូនគឺដើរតែ5នាក់ទេមិត្តភក្តិកូរ៉េខ្ញុំ3នាក់ហើយមិត្តភក្តិខ្មែរខ្ញុំ1និយាយទៅគេចែកស្កិតយកថ្ងៃនេះគឺដើរតាមគ្រូក្លេមមើល view ពេលព្រឹកនៅសាលាគេនេះវិញគឺថាស្អាតខ្លាំងហ្មងបងប្អូននេះបងប្អូនកង់ទីនគេគឺនៅជាប់ជាមួយនឹងអាគារសាលាហ្មងធ្លាប់តែមើលវីដេអូសាលាកូរ៉េមើលរឿងកូរ៉េមកលេងកូរ៉េលើកនេះដូចមានអារម្មណ៍ថាខ្លួនឯងនៅក្នុងរឿងចឹងខ្ញុំចង់ប្រាប់បងប្អូនថាខ្ញុំមក exchange culture លើកនេះគឺមកតែ5ថ្ងៃទេណាបងប្អូនព្រោះដោយសារតែខ្ញុំឃើញអ្នកខ្លះគាត់យកច្រឡំថាខ្ញុំមករៀនបន្ទាប់ពីញ៉ាំអីហើយក៏ពួកខ្ញុំរៀបចំខ្លួនដើរទៅរកចំណតឡានក្រុងហើយមកនេះទាំងអស់គ្នាគឺខ្ញុំបានជិះតាឡានក្រុងហើយនឹងរថភ្លើងលឿនលឿនទេដោយសារតែមានតែពីរវិធីសាស្ត្រនឹងឯងដែលអស់លុយតិចហើយភាគច្រើនការចំណាយទាំងអស់គឺមិត្តភក្តិកូរ៉េខ្ញុំអ្នកចេញហ៎ Where's our bus There. There bus station. មានអ្នកសួរខ្ញុំថាពេលខ្ញុំ communicate ជាមួយពួកគាត់ខ្ញុំនិយាយភាសាអីគេនិយាយភាសាអីនិយាយភាសាកូរ៉េណានិយាយភាសាអង់គ្លេសខ្ញុំទៅចេះកូរ៉េតាំងកាលបងប្អូនមកដល់ខែត្រជាក់នេះនិយាយថាស្លឹកឈើអត់មានសល់ប៉ុន្តែវាឲ្យអារូបភាពមួយបែបស្អាតរបៀបចឹងនិយាយទៅ view ប៉ុណ្្នឹងអត់អីទទួលយកបានតែតែខ្ញុំខ្លាចហ្នឹងគឺខ្លាចអត់ធ្លាក់ព្រិលតែបើសិនជាទាំងអស់គ្នាចង់មើល account ខ្ញុំវីដេអូខ្ញុំមកប្រាប់ខ្ញុំឲ្យមាន background ព្រិលហើយចឹងចាំមើលថា vlog ថ្ងៃណាដែលធ្លាក់ព្រិលទាំងអស់គ្នាខ្ញុំមនុស្សច្រើនចឹងមិនដើរលេងជុំគ្នាហ្មងណាគឺចែកចេញជាក្រុមតូចៗហ្នឹងចឹង schedule ហ្នឹងគឺគ្រូខាងកូរ៉េគាត់បានឲ្យមិត្តភក្តិកូរ៉េខ្ញុំហ្នឹងគាត់បានចែកខ្លួនឯងថានាំពួកខ្ញុំទៅដើរលេងនៅណាខ្លះអូនយើងទៅពីមួយកន្លែងទៅមួយកន្លែងគេប្រាប់ដែរគេមិន surprise យើងយកហ្មងឯងតែបើគេ surprise ខ្ញុំប្រាប់ថាខ្ញុំទៅណាខ្ញុំធ្វើការទៅរម៉ៃនៅឯប្រទេសកម្ពុជាវិញភ្លាមតែម្ដងមកនិយាយលេងណាបងប្អូននេះធ្វើការខ្ញុំថ្ងៃនេះសុងហួរហើយគេបង្ហាញ note គេថាជូនខ្ញុំទៅណាខ្លះអីចឹងយើងក៏ feel safe តាមនឹងដែរចូលមកដល់សៀអ៊ូលេប៉ុន្តែយើងអត់ទាន់ទៅដល់គោលដៅយើងទេជិះរថភ្លើងលឿនលឿនក្រុមដីមកតង់ទៅបានយើងទៅដល់គោលដៅទី1របស់យើងបងប្អូនសាទីលេងមើលថាទីតាំងដំបូងរបស់ខ្ញុំត្រូវទៅណាខ្ញុំទៅសារបងប្អូនទីហ៊ាននៅកូរ៉េខ្ញុំដើរទៅណាក៏ឃើញដែរឃើញតាំងពេលជិះឡានក្រុងមកខ្ញុំអូយហើយរថភ្លើងលឿនលឿនគេនេះហើយនិយាយពីថាកន្លែងចំណតគេនឹងបងប្អូនមាន3 4 5ជាន់លើគ្នាតាមខ្ញុំលើលៀងទាំងអស់គ្នា station នៅជប៉ុនហ្នឹងខ្លាំងជាងនៅនេះទៀតខ្ញុំនិយាយមែនណាបើសិនជាឆ្លាញ់ខ្ញុំបង្កើត program ទៅជប៉ុនណាខ្ញុំទៅទៀតហើយបងប្អូនពេលនេះខ្ញុំបានមកដល់ជាន់លើហើយគាត់បានមកដល់លើភ្លៀងតែរបៀបភ្លៀងរាក់ដែរហើយភ័ក្រខ្ញុំទៅខែខ្ញុំសាហាវហ្មងនេះគេបង្ហាញ6វាំងគេកាត់គេបានមកលេងខ្មែរលើកមុនទាំងអស់គ្នាទីតាំងបន្ទាប់ដែលខ្ញុំមកលេងហ្នឹងគឺវាំងនៅឯប្រទេសកូរ៉េហ្នឹងឯងបងប្អូនបានមកដល់នេះភ្លៀងកាន់តែដូចមានអារម្មណ៍ថាខ្លួនឯងបានចូលទៅដល់ក្នុងរឿងកូរ៉េហ្មងតាំងពីមកកូរ៉េមកខ្ញុំនេះផ្លុំផ្សាយដូចអ្នកជក់ឯនេះទៅមកវាំងថ្ងៃនេះអត់បានថា detail លម្អិតពីវាំងហ្នឹងហ្មងទាំងអស់គ្នាពុទ្ធសាសនាពួកគាត់ក៏សិតទៅជាសិស្សដែរអីដែលធ្វើខ្ញុំស្ដាយខ້ອຍខ្លាំងហ្នឹងគាត់បានពាក់ឈុតបុរាណរបស់គេពិបាកដែរព្រោះដោយសារការចេញលុយភាគច្រើនអីគឺខាងកូរ៉េហ្នឹងគាត់អ្នកចេញហ្មងអញ្ចឹងវារៀង feel អត់គាត់ដែរសំខាន់សាលាគេមិនមែនចេញលុយឲ្យតែគេយកលុយម្ដាយឪពុកគេហ្នឹងចេញឲ្យយើងខ្ញុំបានមកដល់វាំងនៅប្រទេសកូរ៉េនេះគឺខ្ញុំអស់ចិត្តដែរតនេះភ្លាមមកទាំងអស់គ្នាខ្ញុំទទួលបានអារម្មណ៍មួយដូចក្នុង background sound ខ្ញុំដាក់ហ្នឹងអញ្ចឹងគឺដូចយើងទៅលេងអង្គរវត្តហើយយើងឃើញជនបរទេសគាត់ទៅលេងអញ្ចឹងគាត់ទទួលបានអារម្មណ៍ផ្សេងពីយើងអញ្ចឹងគឺខ្ញុំមកនេះគឺខ្ញុំទទួលបានអារម្មណ៍ដូចជនបរទេសហ្នឹងអញ្ចឹងដល់ខែឃើញ vending machine ខ្ជូទៅណាគេទិញទឹកឲ្យខ្ញុំទៀតយ៉ា Lisa calling ដល់កូរ៉េបន្ទាប់ពីខ្ញុំដើរចេញក្រៅបានបន្តិចមកឃើញហូបសំណាក់នេះទាំងអស់គ្នាខ្ញុំឆ្ងល់ហើយពេលខ្ញុំសួរទៅគេថានឹងលបែងប្រជាប្រិយប្រចាំប្រទេសកូរ៉េគេលបែងគេលេចអីចឹងយល់ដែរថាចង់ដើរអញ្ចេះថត view បានស្អាតបាទ view ស្អាតមែនគេកាន់ដៃគ្នាបាទនេះទឹកមកខ្ពើមគេនេះតែបងប្អូនប្រហែលជាឆ្ងល់មិនមូននេះមិនចេះដើរទៅរកផ្លូវអញ្ចឹងមានអីទៀតណែឲ្យប្លង់ថតរូបស្អាតស្អាតឡើយស្អាតណាស់និយាយទៅផ្លូវដែលចេញពីវាំងមកហើយគេថាជូនខ្ញុំទៅហោភូមិតាំងពីដើមបុរាណគេមិននោះនេះឲ្យឃើញសួរប្លង់ថតរូបស្អាតដល់បានបន្តិចមកឃើញ photo booth បាទជាប់នៅនឹងប្រោយនេះទាំងអស់គ្នាអត់មានអ្នកលួចអ្នកអីទេហើយបើកលេចមកមើលវ៉ាន់វិញគឺពេញហាងហើយប៉ុន្តែអត់មានអ្នកលួចទេតែពេលខ្ញុំសួរគេទៅដឹងគេថាមកយ៉ាងគេថានៅនេះគឺនៅកូរ៉េគឺមិនមានការលួចអ្នកសារចម្លើយគេលេងពីមួយថ្ងៃហើយពេលទៅអាវក្រៅពុទ្ធសាសនាល្ងាតែឥឡូវនេះបានចូលហាងបានដល់អាវជួយរក outfit ម្នាក់មួយបងប្អូនតបពីចេញថតរូបនឹងទៅក៏ពួកខ្ញុំធ្វើការដើរទៅហៅភូមិអីគេនឹងឯងនៅភូមិនេះរបៀបបែបផ្ទះបុរាណច្រើនតែឃើញផ្ទះចាស់បុរាណចឹងមិនអត់មានអ្នកនៅណាមានអ្នកនៅអាមកទៅមកដល់កន្លែង shopping ហើយខ្ញុំឃើញហាងនឹងទូចណាស់ទាំងអស់គ្នាប៉ុន្តែរបៀប vibe តំណងទៅសួរ kitchen គេមួយ40រៀលជាងដើរចេញចូលហាងថ្មីមួយទៀតហាងនេះរៀងធំហើយមានបានច្រើនជាងនឹងទៀតប៉ុន្តែតម្លៃវិញរៀងយ៉ាវានៅតែថ្លៃចឹងបងប្អូនប៉ុន្តែអាចទទួលយកបានហើយនេះបងប្អូនដូចបតោងសោទូចនេះមួយ2រៀលខ្ញុំទិញ2ហ្នឹងអស់4រៀលតពីហ្នឹងទៅក៏គេនាំខ្ញុំចូលម៉ាតអានេះស្តៀងម៉ាតដូចនៅខ្មែរយើងដែរប៉ុន្តែរបៀបដូចខាងខែវយ៉ាងចាស់តិចហើយខ្ញុំចូលទៅដល់របៀបថៃលើកាមេរ៉ាថតអីចឹងហើយទៅគេស្រែកបដៅតែពេលគេស្រែកជាកូរ៉េទៅខ្ញុំតែបាត់យល់មកពាក់កូរ៉េខ្ញុំបកបែរអត់ចង់តន់ណាអញ្ចឹងហើយខ្ញុំអត់មាន footage នៅហ្នឹង
ងទេសិតដែរពេលនឹងមកខ្ញុំរៀងជួទីកាបារៀងគោពោះដែរអស់ពេលថ្ងៃអត់ចាំយូរក៏មិនពាក់ក្រែខ្ញុំបាននាំទៅហូបអីខាន់មុនចូលទៅដល់ហាងហូបអីហ្នឹងក៏ខ្ញុំបានឃើញ view ស្អាតច្រើនខ្លាំងលក្ខណៈថាផ្លូវចូលទៅហាងញ៉ាំអីហ្នឹងផ្លូវវាស្តៀង walk street យើងចឹងបងប្អូនមានមនុស្សច្រើនហើយលក់ស្តង់អីចឹងកន្លែងនេះដែលខ្ញុំធ្លាប់ឃើញបងនាបងហេងវិសាលមកឲ្យ review ខ្ញុំច្បាស់ដែរ But anyway មកដល់ហាងញ៉ាំអីនេះហើយបានឡើងពី3ជាន់មកដល់តែគេថាកន្លែងហ្នឹងល្បីនៅក្រែចឹងយើងទៅខ្វល់អីយើងមិនដែរនៅហ្នឹងផងបាទម្ចាស់ភូមិស្រុកគេថាល្បីហើយហាងនេះរបៀបម្ហូបប្រចាំប្រទេសក្រែបងប្អូនរបៀបមានតុបូកេមាន មីរ៉ាមែនហូបនៅហ្នឹងគឺខ្ញុំរ៉េតឲ្យ9លើ10ជាពិសេសគឺតែនេះហ្មងបងប្អូនគ្នាតែប៉ែសឆ្ងាញ់ខ្លាំងមែនតើហើយចំពោះសាច់គោនៅលើម្ហូបគេហ្នឹងក៏ fresh ដែរញ៉ាំទៅស្ដឹងថាស្រស់ហ្មងមានពងក្រួយមានបន្លែមានខាងក្រោមមានតុបូកេហើយមានបែបស្តៀងគៀវបងប្អូនគ្នាតែមិនគៀវទេហើយនេះបាយសាច់មាន់គេប្លែកខ្លាំងមែនតើតែចំពោះមុខមនុយមួយនេះគឺមិត្តភក្តិខ្ញុំអ្នកកំងឯង And oh my god they are so gentle និយាយទៅពួកគាត់គឺ take care ពួកខ្ញុំបានល្អខ្លាំងមែនតើហើយនេះដើរលេងតែគ្នា5នាក់មែនប៉ុន្តែហុកភាពអីយើងត្រូវ update ចូលគ្រប់មានអាណាព្យាបាលមានគ្រូអីរហូតដែរនេះថ្លៃណាបងប្អូនសំខាន់ខ្ញុំសុំគាត់ចេញគាត់ថាអត់ទេគឺពួកគាត់ព្យាយាមឲ្យខ្ញុំបានសាមហូបថ្មីនៅនឹងច្រើនអញ្ចឹងដល់នេះគាត់ប្រាប់ខ្ញុំថាអាគារមួយដែលខ្ពស់ហើយរៀងល្ងិតស្អាតណាស់ដល់គ្នាកន្លែងគេចាក់សោស្នេហ៍យ៉ាតែស្ដាយខ្ញុំបានទៅកន្លែងបន្ទាប់ហ្នឹងគឺគេជូនខ្ញុំទៅ church ហ្នឹងដល់គ្នា church ហ្នឹងធំខ្លាំងមែនតើតែខ្ញុំក៏អត់សិននឹងបានយូរដែរចូលបានមួយ plate មើលទស្សនវិជ្ជានៅហ្នឹងហើយក៏ខ្ញុំដែរចេញមកដែរមកប្រទេសកូរ៉េនេះបងប្អូនខ្ញុំអត់មានឃើញគេជិះម៉ូតូសោះហ្មងសិនជាឃើញក៏ឃើញតែបែប delivery អីដែរនេះខ្ញុំអត់ដឹងដោយសារតែខ្ញុំមកខែតិចមិនដឹងតែការប្រកួតមក home stay នៅផ្ទះខ្ញុំប្រកួតបាននិយាយដែរថាម៉ូតូដូចគេអត់សូវជិះនៅហ្នឹងដល់នេះមែនបងប្អូនអត់មានឃើញម៉ូតូមួយសោះហ្មងឃើញតែ delivery ហ្នឹងទេច្រើនគឺឡានហើយនិងឡានក្រុងហើយទីតាំងបន្ទាប់ដែលខ្ញុំត្រូវទៅហ្នឹងគឺតម្រូវឲ្យខ្ញុំជិះរថភ្លើងទៅទៀតហើយសារតែដើរមួយថ្ងៃហើយរៀងហត់ចឹងទៅក៏ប្រកួតនាំខ្ញុំទៅហាងកាហ្វេនេះគឺហាងកាហ្វេលាយនំខេកលក់ខេកអីដែរចឹងបងប្អូនហើយមកមនុស្សដែលខ្ញុំបានកំងថ្ងៃនេះគឺ blueberry yogurt ឆ្ងាញ់ខ្លាំងមែនតើនេះខ្ញុំមិនដឹងថាគេទិញយកមកដាក់ឬគេធ្វើផ្ទាល់ទេតែតាមរសជាតិខ្ញុំញ៉ាំខ្ញុំគិតថាគេធ្វើផ្ទាល់ខ្ញុំនេះគឺគេកំងបែប cake មែនហ្នឹងបានមួយផ្លែតហើយក៏ពួកខ្ញុំធ្វើការចេញដំណើរទៅទីតាំងកន្លែងញ៉ាំអីពេលល្ងាចបងប្អូនចាំមើលមកម៉ណយហ្នឹងគឺខ្ញុំហួសចិត្តខ្លាំងហ្មងខ្ញុំមិនដឹងស្មានថាគេនាំខ្ញុំទៅញ៉ាំរបស់ចឹងទេតែរបស់ហ្នឹងល្បីនៅកូរ៉េហើយក៏ល្បីដល់ខ្មែរយើងដែរមានខ្មែរយើងចង់ទៅញ៉ាំច្រើនតែសម្រាប់ខ្ញុំដែលជាមនុស្សចេះញ៉ាំរបស់ឆៅស្រាប់ខ្ញុំអត់អីទេអាចបែបផ្សារបានអីចឹងណានេះផ្លូវមុនចូលទៅហាងគេហ្នឹងបែបរបៀបផ្សារទូតពូងយើងចឹងខ្ញុំសាក់ទិញវ៉ាន់នៅនឹងហើយបានមួយថងឯណា10រៀលជាង11រៀលគាត់បានទេនៅកូរ៉េនេះហងនេះបងប្អូនខ្ញុំបានមកដល់ហាងគេហើយក៏មកដល់ភ្លាមបានមិត្តភក្តិខ្ញុំហៅមនុយមួយមកគេលើកចានសាច់ស្រស់មកហ្មងណាបងប្អូននេះដំបងមួយមិត្តភក្តិមើលមកគ្នាស្មានគេយកខ្ទះមកអាំងឬក៏ស្ងោរចឹងណាមែនណាតែពេលសួរទៅញ៉ាំឆៅខ្ញុំដំបងរៀងញើតដែរឲ្យគាត់ភ្លក់មុនបរោយរៀបថាសាច់ហ្នឹងគឺមានសាច់ស្រស់នៅពីលើមានពងមាន់នៅលើហើយខាងក្រោមហ្នឹងគឺបាយសេរីគេចិតជាចំណិតតូចនេះឃើញគេញ៉ាំយ៉ាងតំណងដែរបាវឹបយកដាក់ចូលមាត់បរោយរសជាតិគឺបែបផ្អែមឡំហើយគេមានទឹកស៊ុបអីថែមយើងញ៉ាំមួយទឹកស៊ុបហ្នឹងទៅចាឆ្ងាញ់ដែរបងប្អូនពួកខ្ញុំមនុស្សចំណូលសាច់ឆៅដែរតែងាកមើលតម្លៃទឹកខ្វាច់បានមួយចាន10រៀលជាងវ៉ាវនេះពេលហ្នឹងមករៀងយប់ដែរបងប្អូនទៅក៏ត្រូវដល់ម៉ោងពួកខ្ញុំត្រូវទៅវិញដែរតែបើកន្លែងមកមើល view ពេលយប់នៅ city គេនេះវិញគឺឲ្យបែបហ្មងពួកខ្ញុំនឹកអារម្មណ៍ពេលដើរពេលយប់នៅហ្នឹងណាលីទាំងអស់គ្នាខ្ញុំបានមកដល់សាលាវិញហើយមកដល់ហើយគេមាននៅតង់តទៀតបានមានជាការយកមកហូបញ៉ាំអីជុំគ្នាបានទៀតនេះមិត្តភក្តិខ្ញុំគេបង្ហាញថាថ្ងៃស្អែកហ្នឹងគេត្រូវទៅណាទៀតបងប្អូនបែបកន្លែងដែលគេត្រូវទៅណាទៀតអញ្ចឹងណាហើយកន្លែងថ្ងៃស្អែកហ្នឹងគឺទៅជុំគ្នាទាំងអស់ហ្មងខ្ញុំឃើញកន្លែងគាត់បង្ហាញហ្នឹងធំហើយតំណងសប្បាយលេងខ្លាំងមែនទែនរបៀបបែបមាន roller coaster មានអីចឹងបងប្អូនចង់កុំភ្លេចចាំមើល vlog ថ្ងៃទី3យ៉ាអញ្ចឹងវីដេអូថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងឯងបងប្អូនជួបគ្នានៅវីដេអូក្រោយទៀត